Kena tuan kum dekun samna nisat grup ang hay susday pa on nisatទាំងអស់គ្នាបាទអញ្ចឹងយើងបន្តមេរៀនយើងតទៅទៀតហើយថ្ងៃមុនខ្ញុំកណាខ្ញុំបានលើកនៅប្រភពនៃនីតិអន្តរជាតិសាធារណៈហើយចំណុចសំខាន់នៅក្នុងប្រភពនៃនីតិអន្តរជាតិសាធារណៈនោះលោកបានលើកឡើងអំពីមាត្រា38នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិភាសាអង់គ្លេសថា International Court of Justice ហៅកាត់ថា ICJ នៅក្នុងមាត្រា38នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិនោះលោកបានកំណត់ថាជាប្រភពនៃច្បាប់អន្តរជាតិដែលតុលាការត្រូវប្រើប្រាស់ដើម្បីសម្រេចវិវាទបានន័យថាដើម្បីដោះស្រាយនៅវិវាទរួមមានសន្ធិសញ្ញាអន្តរជាតិទំនាក់ទំនៀមទម្លាប់អន្តរជាតិគោលការណ៍ច្បាប់ទូទៅនិងមធ្យោបាយជំនួយគឺបរិយាប្រវត្តិជំនុំជម្រះនិងកិច្ចសរសេររបស់អ្នកច្បាប់ល្បីៗឬក៏សាស្ត្រាចារ្យច្បាប់នៅក្នុងចំណុចមួយលោកដាក់ថាបរិយាប្រវត្តិជំនុំជម្រះនឹងចង់និយាយទាក់ទងទៅនឹងសារក្រមរបស់រដ្ឋតុលាការដែលបានសម្រេចទៅលើរឿងក្តីមួយថ្មីហើយគេយកសារក្រមនោះមកធ្វើជាច្បាប់ក្នុងការអនុវត្តនៅក្នុងការជំនុំជម្រះរឿងក្តីបន្តទៀតបាទអញ្ចឹងនៅក្នុងមាត្រា38នេះមានជាភាសាអង់គ្លេសថាខ្ញុំអានជាភាសាអង់គ្លេសបន្តិចទៅ The Statute of International Court of Justice Article 38 1. The court whose function is to decide in accordance with international law such dispute as are submitted to it shall apply. A. International convention, whether general or particular, establishing rule expressly recognized by the contesting state. B. International custom as evident as a general practice except as law. The general principle of law recognized by civilized nation. D. Subject to provision of Article 59 Judicial decision and the teaching of the most highly qualified publicists of the variant nation as subsidiary mean for the determination of rule of law. Number 2. This provision shall not prejudice the power of the court to decide as case H where it's equal a bono if the party agree thereto. ចឹងនៅក្នុងភាសាអង់គ្លេសនេះដោយអ្វីដែលខ្ញុំបាននិយាយពីខាងលើមិញថានៅក្នុងមាត្រា38នេះគឺរដ្ឋទាំងអស់ត្រូវតែគោរពហើយរដ្ឋនោះគឺជាច្បាប់តែម្ដងបានន័យថាគឺជាតួអង្គដ៏សំខាន់នៅក្នុងការអនុវត្តច្បាប់អញ្ចឹងនៅក្នុងមាត្រា38នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិបានប្រើឃ្លាថាទំនៀមទម្លាប់អន្តរជាតិជាភស្តុតាងនៃការអនុវត្តទូទៅតែទទួលស្គាល់ដោយជាច្បាប់បាទទំនៀមទម្លាប់អន្តរជាតិ International Custom ឃ្លានេះយើងអាចកំណត់បានថាច្បាប់ទំនៀមទម្លាប់អន្តរជាតិមានធាតុសំខាន់ចំនួន2គឺ1ការអនុវត្តទូទៅនិង2ការទទួលស្គាល់ដូចជាច្បាប់អញ្ចឹងការអនុវត្តរបស់រដ្ឋសំដៅដល់សកម្មភាពនិងទង្វើនានារបស់រដ្ឋទោះបីជាសកម្មភាពឬទង្វើទាំងនោះសកម្មក្តីឬអសកម្មក្តី
ចឹងបានន័យថារដ្ឋទាំងអស់ទោះបីសកម្មមិនសកម្មក៏ត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់នីតិអន្តរជាតិដែរសកម្មភាពឬក៏ទង្វើរបស់រដ្ឋស្ដែងឡើងតាមរយៈសកម្មភាពរបស់តំណាងស្របច្បាប់បាទតំណាងស្របច្បាប់របស់ខ្លួនក្នុងកិច្ចការអន្តរជាតិឬតាមរយៈច្បាប់ជាតិនិងសេចក្តីសម្រេចរបស់អង្គការដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងអន្តរជាតិបាទអញ្ចឹងអ្នកតំណាងស្របច្បាប់របស់រដ្ឋនោះអាចថាជាប្រមុខរដ្ឋឬក៏ប្រមុខរដ្ឋាភិបាលឬក៏រដ្ឋាភិបាលអាចចាត់តំណាងក្នុងការចូលរួមកិច្ចប្រជុំទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងការអនុវត្តនីតិអន្តរជាតិសាធារណៈការអនុវត្តរបស់រដ្ឋត្រូវតែមានលក្ខណៈទូទៅនិងមានការអនុវត្តជាប់លាប់ដោយរដ្ឋនានាការអនុវត្តនេះមិនត្រូវតែជាលក្ខណៈសកលហើយដើម្បីវាតម្លៃថាការអនុវត្តនោះមានលក្ខណៈទូទៅឬយ៉ាងណានោះត្រូវពិនិត្យទៅលើការអនុវត្តជាក់ស្ដែងរបស់រដ្ឋចឹងនៅក្នុងមាត្រា38នេះផ្ដោតសំខាន់ទៅលើសកម្មភាពរបស់រដ្ឋទោះបីជារដ្ឋនោះមានលក្ខណៈសកម្មក្តីអសកម្មក្តីត្រូវតែមានការបង្ហាញនៅសកម្មភាពទាំងឡាយនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់នីតិអន្តរជាតិសាធារណៈបាទអញ្ចឹងសូមដេញគុណហើយនឹងបងប្អូនទាំងអស់គ្នាអាចនឹងសិក្សាស្វែងយល់បន្ថែមទៀតបាទអរគុណច្រើន